តួឯកស្រីរបស់យើងឈ្មោះធីអាណាគឺជាក្មេងស្រីសម្បុរខ្មៅដែលរស់នៅទីក្រុង New Orleans នាងមានជីវភាពមិនសូវជាទូធាប៉ុន្មានទេតែនាងមានមិត្តភក្តិជាកូនអ្នកមានម្នាក់ឈ្មោះ Charlotte ពួកគេទាំងពីរចូលចិត្តស្ដាប់សៀវភៅរឿងនិទានទាក់ទងជាមួយនឹងព្រះនាងដែលថាបអង្គការហើយកង្កែបនោះបានក្លាយទៅជាព្រះអង្គម្ចាស់ Charlotte ដែលជាកូនអ្នកមានក្តីស្រមៃចង់រៀបការជាមួយនឹងព្រះអង្គម្ចាស់ពេលធំឡើងចំណែកអាធីអាណាដែលជាតួឯករបស់យើងមានក្តីស្រមៃពេលធំឡើងនាងចង់បើកភោជនីយដ្ឋានមួយជាមួយឪពុករបស់នាង18ឆ្នាំក្រោយមកធីអាណាបានខំប្រឹងធ្វើការទាំងយប់ទាំងថ្ងៃដើម្បីសន្សំប្រាក់បើកភោជនីយដ្ឋានសម្រាប់ក្តីស្រមៃរបស់នាងមានថ្ងៃមួយនោះធីអាណាកំពុងតែធ្វើការស្រាប់តែ Charlotte ដែលជាមិត្តភក្តិរបស់នាងរត់ចូលមកក្នុងហាងទាំងរហ័សប្រហោះសប្បាយចិត្តក្រៃលែងព្រោះថានាងបានដឹងព័ត៌មានទាក់ទងនឹងមានព្រះអង្គម្ចាស់ម្នាក់នឹងមកលេងទីក្រុង New Orleans ហើយនាងបានជួយព្រះអង្គម្ចាស់នោះដើម្បីចូលរួមកម្មវិធីរបស់នាងនៅយប់នេះហើយ Charlotte ក៏ឲ្យប្រាក់ទៅធីអាណាមួយចំនួនដើម្បីបង់ឲ្យធីអាណានឹងជួយធ្វើជាចុងភៅក្នុងកម្មវិធីជប់លៀងរបស់នាងនៅយប់នេះផងដែរធីអាណាក៏សប្បាយចិត្តខ្លាំងណាស់ដែរព្រោះនាងបានប្រាក់ជាច្រើនដើម្បីយកទៅទិញហាងបើកភោជនីយដ្ឋានសម្រាប់តាមក្តីស្រមៃរបស់នាងពេលនេះធីអាណាមានប្រាក់ចិត្តគ្រប់ចំនួនហើយដើម្បីទិញហាងធ្វើភោជនីយដ្ឋាននាងបានអញ្ជើញម៉ាក់របស់នាងទៅមើលទីតាំងដែលនាងចង់ទិញម៉ាក់របស់នាងក៏សប្បាយចិត្តខ្លាំងណាស់ដែរតែព្រួយបារម្ភពីកូនស្រីគាត់ខំប្រឹងធ្វើការហួសកម្លាំងគ្មានពេលសម្រាប់គ្មានពេលកំសាន្តសប្បាយពេលនេះយើងសូមស្លែរឿងរបស់ធីអាណាមកផ្លែតហើយយើងមកជួបជាមួយនឹងព្រះអង្គម្ចាស់ដែលមកលេងទីក្រុង New Orleansទ្រង់មានឈ្មោះថាណាវីនទ្រង់គឺជាព្រះអង្គម្ចាស់ដាច់យ៉ៃព្រោះអីឪពុកម្ដាយរបស់ទ្រង់កាត់សេដ្ឋកិច្ចចោលដោយសារតែទ្រង់អត់រវល់ធ្វើការធ្វើងារទេក៏តែវិដាលេងពេលនេះទ្រង់មានជំរើសពីរទី1គឺការជាមួយនឹងកូនអ្នកមានទី2គឺរកការងារធ្វើនៅទីក្រុង New Orleans នោះដែរមានគ្រូថ្មោកលបលួនហើយចិត្តអាក្រក់ម្នាក់បានមកស្កាត់ជួបណាវីនហើយនឹងអ្នកបម្រើរបស់ទ្រង់ម្នាក់ទៀតឈ្មោះ Laurenគ្រូថ្មនោះបានប្រើល្បិចជួសឈាមរបស់ព្រះអង្គម្ចាស់ណាវីនហើយប្រែក្លាយទ្រង់ឲ្យក្លាយទៅជាកង្កែបបន្ទាប់មកប្រែក្លាយខ្លួនរបស់អ្នកបម្រើឈ្មោះ Lauren នឹងឲ្យក្លាយទៅជាព្រះអង្គម្ចាស់ណាវីនចំនួនវិញកម្មវិធីជប់លៀងរបស់ Charlotte បានចាប់ផ្ដើមកម្មវិធីនេះភ្ញៀវស្លៀកពាក់ប្លែកៗខ្លាំងណាស់នៅក្នុងនោះមានភ្ញៀវ2នាក់ដែលជាម្ចាស់អគារដែលធីអាណាចង់ទិញយកធ្វើភោជនីយដ្ឋាននោះបានប្រាប់ធីអាណាថាមានគេឲ្យថ្លៃនោះខ្ពស់ជាងធីអាណាបើសិនជានាងនៅចង់បានអគារនោះត្រូវតែឲ្យថ្លៃខ្ពស់ជាងគេដែរទីណាលើអញ្ចឹងគឺចង់ខ្វាត់ចាស់អគារហ្នឹងដើម្បីនិយាយគ្នាសិនតែសំណាងមិនល្អធ្វើឲ្យនាងរបូតដៃដួលប្រឡាក់សម្លៀកបំពាក់អស់ Charlotte ឃើញអញ្ចឹងក៏អនុញ្ញាតឲ្យធីណានឹងខ្ចីសម្លៀកបំពាក់របស់នាងមកផ្លាស់សិនធីណាបានយកសម្លៀកបំពាក់របស់ Charlotte មកផ្លាស់ហើយមើលទៅដូចជាប្រនាងម្ចាស់ម្នាក់អញ្ចឹងនាងបានស្បួងសួងផ្កាយនៅលើមេឃដើម្បីសូមឲ្យរឿងអាក្រក់កន្លងហួសផុតទៅក៏ប៉ុន្តែអ្វីដែលមានបានជួបគឺសត្វកង្កែបដែលចេះនិយាយធ្វើឲ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងកង្កែបនោះនិយាយថាគាត់ឈ្មោះណាវីនហើយគាត់ស្មានតែធីអាណានឹងគឺជាព្រះនាងម្ចាស់បានសុំធីអាណានឹងថើបគាត់ដើម្បីឲ្យគាត់ក្លាយទៅជាមនុស្សហើយដោយសន្យាថានឹងឲ្យលុយទៅធីអាណាដើម្បីទិញហាងលឺអញ្ចឹងធីអាណាក៏បង្ខំចិត្តថើបតែនៅពេលដែលថើបដោយសារតែនាងមិនមែនជាព្រះនាងម្ចាស់នាងក៏ក្លាយទៅជាកង្កែបដែរក្រោយហេតុការណ៍នេះកើតឡើងពួកគេបានបន្ទោគ្នាទៅវិញទៅមកពួកគេរុញគ្នាចោលឡាយ៉ាងណាបានធ្លាក់ចុះទៅក្នុងពិធីកម្មវិធីជប់លៀងហើយត្រូវបានឆ្កែនោះដេញរហូតដល់ពាក់ជាមួយនឹងខ្សែពេជ្រប៉ោហោះឡើងទៅលើបាត់ទៅចំណែកគ្រូថ្មចិត្តអាក្រក់វិញបានស្ដីបន្ទោសឲ្យអ្នកបម្រើឈ្មោះ Lauren នឹងខ្លាំងមែនទែនដោយសារតែបដ ாய் ឲ្យព្រះអង្គម្ចាស់កង្កែបណាវីនយានឹងរត់គេចខ្លួនបានព្រោះអីមន្តអាគមត្រូវការឈាមរបស់កង្កែបណាវីននឹងដាក់ចូលទៅក្នុងបន្តោងខ្សែកមួយទើបមានប្រសិទ្ធភាពបន្ទាប់មកគ្រូថ្មមកបានទៅប៉ឹងឲ្យសមោបិសាចទៅចាប់ព្រះអង្គម្ចាស់ណាវីនមកវិញដោយសន្យាថានឹងផ្ដល់បល្ល័ង្កប្រជាជននៅក្នុងទីក្រុង New Orleans នឹងឲ្យទៅសមោបិសាចនៅពេលដែលផែនការរបស់គាត់នឹងបានសម្រេចផែនការរបស់គាត់គឺឲ្យ Lauren រៀបការជាមួយនឹង Charlotte បន្ទាប់មកធ្វើមន្តអាគមសម្រាប់ឪពុករបស់ Charlotte ចោលដើម្បីដណ្ដើមទ្រព្យសម្បត្តិមកចែកគ្នាពាក់កណ្ដាលម្នាក់យើងមកមើលធីអាណាហើយនៅណាវីនវិញបានរសាត់អណ្ដែតតាមបេប៉ោនធ្លាក់ចូលមកក្នុងព្រៃមួយដែលសិតតែសត្វសាហាវចាំចាប់ពួកគេនឹងធ្វើជាចំណីណាវីននឹងត្រូវក៏ពើចាប់ជាចំណីទៅហើយតែសំណាងល្អបានធីអាណាជួយតនពេលវេលាលុះព្រឹកឡើងពួកគេបានជួបជាមួយនឹងកពើមួយក្បាលកពើនោះស្លូតទេឈ្មោះ Louis វាជួយចិត្តលេងភ្លេងវាបានប្រាប់ថានៅក្នុងព្រៃនេះមានយាយមេថ្មម្នាក់ឈ្មោះម៉ាម៉ាអូឌីនប្រហែលជាអាចជួយពួកគេបានហើយបន្តមកកពើនោះក៏សុកចិត្តនាំពួកគេទៅជួបជាមួយនឹងម៉ាម៉ាអូឌីនដោយសង្ឃឹមថានៅពេលដែលជួបម៉ាម៉ាអូឌីនព្រះអង្គម្ចាស់ណាវីនអាចជួយនិយាយឲ្យម៉ាម៉ាអូឌីនធ្វើខ្លួនគេនឹងក្លាយទៅជាមនុស្សអាចលេងភ្លេងជាមួយនឹងក្រុមមនុស្សផ្សេងទៀតបាននៅតាមផ្លូវទៅជួបម៉ាម៉ាអូឌីនណាវីនហើយនឹងធីអាណានោះឃើញសត្វល្អិតមួយចំនួនដែលហោះពេញនោះមានអារម្មណ៍ថាគូពុះឃ្លានតែដោយសារតែអត់មានបទពិសោធន៍ចាប់សត្វល្អិតធ្វើឲ្យពួកគេនឹងតែអណ្ដាតជាមួយនឹងគ្នាដល់ពេលនោះមានអំពិលអំពែកមួយក្បាលឈ្មោះរ៉េបានមកជួយដោះហើយអំពិលអំពែកនឹងប្រាប់ថាកពើនឹងនាំផ្លូវកោះហើយអំបែងហើយបន្ទាប់មកក៏ស្ម័គ្រចិត្តនាំណាវីនហើយធីអាណាទៅជួបម៉ាម៉ាអូឌីន
នៅតាមផ្លូវ7ឈ្មោះរេហ្នឹងច្រៀងរៀបរាប់ពីស្នេហារបស់គាត់ប្រាប់ថាសង្សាររបស់គាត់ឈ្មោះអ៊ីវ៉ាចាលីននាងមានពលឺខ្លាំងណាស់ហើយនាងនឹងអៀនខ្មាស់ច្រើនអត់សូវនិយាយច្រើនអីទេតែគាត់អត់ដឹងថាអ៊ីវ៉ាចាលីនដែលគាត់ស្រឡាញ់ហ្នឹងតាមពិតគឺជាផ្កាយលើមេឃសោះក្រោយពីធ្វើដំណើរបានមួយរយៈពួកគេបានជួបជាមួយនឹងក្រុមមនុស្សមួយចំនួនដែលកំពុងតែចាប់សត្វល្អិតទៅយកទៅធ្វើជាអាហារក៏ពើលូវីសឃើញក្រុមមនុស្សនោះមានកំភ្លើងខ្លាចខ្លាំងពេកក៏រត់ទៅពួនបាត់ទៅក្រោយមកក្រុមមនុស្សទាំងនោះក៏ចាប់បានធីអាណាយកទៅដាក់នៅក្នុងទ្រុងតែសំណាងល្អកង្កែបណាវិនឆ្លាតហើយលឿនបានលោតទៅតុំមនុស្សល្ងងតែនោះម្ដងម្នាក់ធ្វើឲ្យពួកគេវាយគ្នាចលឡើងគួរឲ្យអស់សំណើចមែនតែនទីបំផុតគឺសន្លប់រៀងខ្លួនហើយធីអាណាក៏បានរួចខ្លួនផងដែរក្រោយហេតុការណ៍នោះហើយពួកគេបាននាំគ្នាសម្រាកហើយបានរៀបចំធ្វើម្ហូបញ៉ាំធីអាណាបានបរៀនណាវិនឲ្យចេះធ្វើម្ហូបភាពស្រស់ស្នារបស់ពួកគេបានចាប់ផ្ដើមកើតមានឡើងបន្តិចម្ដងហើយរឿងល្អកើតមានមិនបានយូរប៉ុន្មានក៏ស្រាប់តែមានសមោបិសាចមួយមកចាប់ណាវិនយកទៅពួកគេខំប្រឹងរត់ដេញតាមសមោនោះដើម្បីជួយណាវិនដែរតែរត់មិនទាន់តែសោះតែសំណាងល្អម៉ាម៉ាអូឌីនបានចេញមកជួយណាវិនទាន់ពេលវេលាម៉ាម៉ាអូឌីនបាននាំពួកគេទៅខ្ទមរបស់គាត់ហើយប្រាប់ថាប៉ុន្មានថ្ងៃទៀតនេះនឹងមានការដង្ហែក្បួនយ៉ាងធំមួយហើយនៅក្នុងនោះ Charlotte ដែលជាមិត្តភក្តិរបស់ Tiana ជិតស្និទ្ធនោះនឹងដើរតួទៅជាព្រះនាងម្ចាស់ហើយដើម្បីក្លាយទៅជាមនុស្សបានវិញនោះគឺណាវីនត្រូវទៅថាប Charlotte នោះឲ្យបានទាន់មុនម៉ោង12យប់ហើយហែក្បួនបានចូលមកដល់នៅយប់នោះដែរណាវីនបានលួចធ្វើចិញ្ចៀនមួយទុកសុំស្នេហ៍ Tiana តែរេបានឃើញណាវីនបានប្រាប់រេថាគាត់នឹងថាប Charlotte ដើម្បីក្លាយទៅជាមនុស្សវិញបន្ទាប់មកសុំ Tiana រៀបការបន្តមកទៀតនៅយប់ដដែលនោះណាវីនបានរៀបចំកម្មវិធីដើម្បីអញ្ជើញ Tiana មកហូបបាយពេលល្ងាចគ្លៀតឱកាសដើម្បីសុំស្នេហ៍ Tiana អីចឹងណាក៏ប៉ុន្តែមិនតាន់បានសុំស្នេហ៍ស្រួលបួលផងត្រូវបានសមោបិសាចនោះចាប់ទៅជាលើកទី2តែលើកនេះគឺអត់មានអ្នកណាគេជួយគាត់ទេក្រោយមកធីអាណាបានរកណាវីនអត់ឃើញក៏ទៅមើលនៅក្នុងកម្មវិធីដង្ហែក្បួនពេលទៅដល់ឃើញណាវីនខ្លាញ់ខ្លាយក្នុងរូបភាពជាមនុស្សហ្នឹងក៏ប៉ុន្តែរៀបការមែនតែណាជាមួយនឹង Charlotte នាងអត់យល់ហើយខូចចិត្តយ៉ាងខ្លាំងពេលនោះ7រេហ្នឹងក៏បានមកលួងនាងតែត្រូវបាននាងស្ដីបន្ទោសថា7ឯងឡប់ទេទៅស្លាញ់កាយតែ7អត់ប្រកាន់ទេដោយសារតែនេះជាសម្ដីរបស់មនុស្សខូចចិត្តហើយ7ក៏បោះសម្ដៅទៅជួយណាវីនដែលគេចាប់ដាក់នៅក្នុងប្រអប់មួយពេលរួចខ្លួនណាវីនបានឆក់យកខ្សែកពីណាវីនខ្លាយហ្នឹងបោះទៅឲ្យ7បានហោះនាំខ្សែកហ្នឹងរត់គេចហើយបិសាចសមោនឹងគ្រូធ្មប់បានដេញតាមពីក្រោយ7បានគេចរហូតបានមកជួបជាមួយនឹងធីអាណាហើយបានបពុលខ្សែកហ្នឹងឲ្យធីអាណាហើយខ្លួនទប់ទល់ជាមួយនឹងបិសាចសមោ7នោះសម្រាប់បិសាចសមោបាន2 3ដែរតែចុងក្រោយត្រូវបានគ្រូធ្មប់ហ្នឹងជាន់សម្រាប់ចោលគូអាណិតគាត់មែនតែនចំណែកធីអាណាបានបតោខ្សែកនោះក៏ចង់បោកវាបំបីចោលក៏ប៉ុន្តែគ្រូធ្មប់បានប្រើមន្តអាគមសណ្ដំបង្កើតទៅជារូបភាពដែលនាងបានបើកហាងបានជោគជ័យយ៉ាងទៅហើយគ្រូធ្មប់នោះបានសន្យាថាបើសិនជាបកគលខ្សែកឲ្យគាត់នឹងធ្វើឲ្យក្តីស្បិនរបស់ធីអាណាខ្លាយទៅជាការពិតតែធីអាណាមិនជឿក៏យកខ្សែកនោះបោកចោលពេលនោះមានសមោមួយគេឆក់យកខ្សែកនោះយកទៅឲ្យគ្រូធ្មប់សប្បាយចិត្តខ្លាំងពេកតែភ្លេចថាធីអាណាគឺជាសត្វកង្កែបមានអណ្ដាតវែងធីអាណាក៏ប្រើអណ្ដាតនឹងឆក់យកខ្សែកមកវិញហើយកំទេចចោលបានសម្រេចតមកបិសាចសមោដឹងថាគ្រូធ្មប់បរាជ័យក៏ប្រើបរិវារសិតតែសមោមកទាញយកគ្រូធ្មប់នោះយកទៅចូលទៅក្នុងឋាននរកបាត់ទៅបន្ទាប់មក Charlotte ដែលជាមិត្តភក្តិសំណោរបស់ធីអាណាដឹងរឿងរ៉ាវស្នេហារបស់ធីអាណាក៏សុខចិត្តថើបណាវីនឲ្យក្លាយទៅជាមនុស្សវិញហើយមិនបាច់រៀបការក៏បានដែរក៏ប៉ុន្តែវាគូពេលទៅហើយព្រោះអីមកវាលើម៉ោង12យប់ទៅហើយដូច្នេះធីអាណាហើយណាវីនក៏សុខចិត្តរស់នៅជាមួយគ្នាក្នុងនាមជាកង្កែបពេលចាប់រឿងចាប់រ៉ាវគេបានធ្វើបន់សពយ៉ាងអធិកអធមជូនដល់វីរៈបរោះ7ឈ្មោះរេយើងហើយព្រលឹងរបស់គាត់បានប្រែក្លាយទៅជាផ្កាយមួយនៃចិត្តកាយស្នេហ៍របស់គាត់អ៊ីវ៉ាឆេលីនក្រោយមកធីអាណាហើយណាវីនបានរៀបការជាមួយគ្នាក្នុងរូបភាពជាកង្កែបហើយមានម៉ាម៉ាអូឌីនធ្វើជាអាចារ្យក៏ប៉ុន្តែពេលកូនកំឡោះថាបកូនក្រមុំតែទាំងពីរបានក្លាយទៅជាមនុស្សវិញមូលហេតុគឺធីអាណាបានរៀបការជាមួយនឹងព្រះអង្គម្ចាស់ដូច្នេះនាងគឺជាព្រះនាងម្ចាស់ពេលកង្កែបបានថាព្រះនាងម្ចាស់មន្តអាគមត្រូវរលាយសាបសូន្យទាំងអស់សូមអរគុណចំពោះការទស្សនាហើយសូមកុំភ្លេចជួយផ្ដល់កម្លាំងចិត្តឲ្យខ្ញុំផងតាមរយៈការ Subscribe Follow Like Share ឬ Comment